រឿងឧត្តរសាមណេរបុណ្យនិងបាបជាញាតិមិត្តរបស់សត្វទាំងឡាយកាលសាសនាព្រះសម្ពុទ្ធព្រះនាមសុមេធៈមានវិជ្ជាធម៌មួយនៅក្នុងព្រៃហេមពាន្តជាអ្នកមានសេចក្តីជ្រះថ្លាមុតមមក្នុងព្រះពុទ្ធសាសនាថ្ងៃមួយព្រះអរហន្តសម្ពុទ្ធព្រះនាមសុមេធៈស្ដេចយាងទៅព្រៃហេមពាន្តវិជ្ជាធម៌បានចូលទៅនមស្ការថ្វាយបង្គំបូជាផ្កាកណ្ណការ3តងដោយអំណាចសេចក្តីជ្រះថ្លានិងពុទ្ធទេជៈផ្កា3តងនោះទ្រង់ប្រតិស្ថានលើអាកាសបាំងព្រះសម្ពុទ្ធហាក់ដូចជាបារម្ភទឹកវិជ្ជាធម៌នោះមានបៃតិសមនស្សដ៏ក្រៃពេកចំពោះពុទ្ធបូជារបស់ខ្លួនលុះអស់អាយុកាលបានទៅកើតក្នុងទេវលោកនិងមនុស្សលោកសោយសេចក្តីសុខអស់កាលជាយូរអង្វែងមិនដែលធ្លាក់ទៅក្នុងអបាយភូមិម្ដងឡើយលុះដល់មកសាសនាព្រះសម្ពុទ្ធបរមគ្រូរបស់យើងនេះបានមកកើតក្នុងត្រកូលព្រាហ្មណ៍មហាសាលនាក្រុងរាជក្រឹសមានឈ្មោះថាឧត្តរកុមារជាអ្នកមានបញ្ញាឆ្លៀសវៃនិងបរិបូរណ៍ដោយរូបសម្បត្តិល្អឆើតជាងអ្នកនគរទាំងអស់ឧត្តរកុមារនេះមានអាយុ16ឆ្នាំមានព្រាហ្មណ៍ម្នាក់ឈ្មោះវេស្សកាជាមហាមាត្របានឃើញឧត្តរកុមារមានរូបល្អចង់បានធ្វើជាកូនប្រសារបានប្រើឲ្យអ្នកបម្រើទៅប្រាប់ដល់មាតាបិតារបស់ឧត្តរកុមារឲ្យចូលមកដណ្ដឹងកូនក្រមុំរបស់ខ្លួនចំណែកខាងឧត្តរកុមារឮដំណឹងនោះហើយក៏ហាមឃាត់មាតាបិតាមិនឲ្យចូលទៅដណ្ដឹងព្រោះចង់ចេញទៅបួសមាតាបិតាក៏ព្រមមិនយូរប៉ុន្មានឧត្តរកុមារលាមាតាបិតាចូលទៅបួសក្នុងសំណាក់ព្រះសារីបុត្រខំប្រតិបត្តិតាមសាមណបវេណីដោយផ្ចិតផ្ចង់ថ្ងៃមួយព្រះសារីបុត្រជាឧបជាមានអាពាធឧត្តរសាមណេរក៏លាឧបជាទៅរកថ្នាំទៅដល់ស្រះមួយដាក់បាតក្រោមដើមឈើចុះទៅស្រង់ទឹកក្នុងវេលាព្រឹកប្រហាមពេលនោះជួនជាមានចោរលួចបង្វិចទ្រព្យអ្នកនគរពួករាជអាមាត្យដេញតាមចោរបានយកបង្វិចទ្រព្យទៅដាក់ក្នុងបាតរបស់សាមណេរហើយរត់ហួសទៅពួករាជអាមាត្យទៅដល់បានឃើញបង្វិចទ្រព្យនៅក្នុងបាតក៏ចាប់សាមណេរនោះយកមកឲ្យវេស្សកាព្រាហ្មណ៍ជាមហាមាត្រដោយសម្គាល់ថាសាមណេរនោះជាចៅពិតវេស្សកាមហាមាត្រស្គាល់ជាក់ជាឧត្តរសាមណេរហើយក៏កើតសេចក្តីក្រោធឡើងព្រោះចងគំនុំនឹងឧត្តរសាមណេរដែលមិនព្រមទទួលយកកូនក្រមុំរបស់ខ្លួនបានប្រើឲ្យពេជ្ឈឃាតចាប់សាមណេរចងស្លាបសេកយកទៅដោតឈើចុងអណ្ដោតចាក់ទម្លុះទម្លាយមានឈាមហូរពីពេញខ្លួនសាមណេរខំអត់ធន់មិនអើពើនឹងការចាក់ដោតនោះឡើយខំបញ្ជូនចិត្តទៅរកឧបជានឹកថាបាននរណាយកថ្នាំទៅប្រគេនឧបជារបស់អញម្លេះលោកចាំមើលផ្លូវអញយ៉ាងណាទៅណកំពុងតែគិតដូច្នោះព្រះសារីបុត្រជាឧបជាលោកជ្រាបឧត្តរសាមណេរកំពុងត្រូវទោសជាទម្ងន់ក៏ទៅក្រាបទូលដល់ព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ជ្រាបថាឧត្តរសាមណេរមានឧបនិស្ស័យខ្ពស់ល្មមព្រះអង្គទៅជួយសង្គ្រោះបានក៏ស្ដេចយាងទៅដល់ទីនោះមួយរំពេចជាមួយនឹងភិក្ខុសង្ឃជាច្រើនពាន់អង្គឧត្តរសាមណេរកាលបើឃើញព្រះសម្ពុទ្ធស្ដេចយាងទៅដល់ហើយក៏ថ្លែងសេចក្តីទុក្ខរបស់ខ្លួនថ្វាយព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់យកព្រះហស្ថ
ស្ទាបសេរសាឧត្តរសាមណេរដោយថ្នាក់ថ្នមមានពន្លឺរស្មីផ្សាយចេញពីព្រះហស្ថភ្លឺរន្ទោលទើបមានព្រះពុទ្ធដីកាថាមនាលសាមណេរអ្នកកុំតូចចិត្តអំពើនេះជាអំពើអ្នកបានសន្សំទុកមកជាយូរហើយអ្នកទទួលទុកលំបាកម្ដងនេះជាទីបំផុតហើយលែងមានតទៅទៀតទ្រង់រំលឹកយ៉ាងនេះហើយក៏នាំអតីតមកនិទានសម្ដែងប្រាប់ថាកាលកន្លងយូរយារណាស់ហើយនេនឯងកើតជាកូនអ្នកស្រែបានចាប់រុយយកបន្លាស្រួចដោតក្តិតហើយយកទៅដោតភ្ជាប់នឹងសម្បកស្ដៅសោចលេងសប្បាយមាតាបិតាស្ដីបន្ទោសបាននិយាយចំអកឲ្យវិញថាបើមិនឲ្យដោតរុយលេងមានតែដោតម៉ែឪឯងលេងដោយអំពើអាក្រក់នេះឯងបានជានេនឯងទទួលនៅសេចក្តីលំបាកដោយគេដោតឲ្យដេកលើឈើអណ្ដោតរាប់រយរាប់ពាន់ជាតិម្យ៉ាងទៀតដែលតថាគតមកជួយសង្គ្រោះនេះដោយផលដែលនេនឯងកើតជាវិជ្ជាធម៌បានបូជាផ្កាកណ្ណកា3តងដល់ព្រះសម្ពុទ្ធព្រះនាមសុមេធៈកាលបើព្រះសម្ពុទ្ធមានព្រះពុទ្ធដីកាចប់ហើយឧត្តរសាមណេរក៏បានសម្រេចអរហន្តផលព្រមទាំងបដិសម្ភិទាហើយទៅឯដកអាកាសធ្វើបដិហាថ្វាយព្រះសាស្តាយ៉ាងអស្ចារ្យដល់ទីបំផុតព្រះជន្មក៏បរិនិព្វានទៅ